and I've had the pleasure of working in Cambodia for the last 8 years on this project that's on forages. It's a project that has focused on forages to improve the production and also the health of the livestock sector for the benefit of smallholder farmers. And we're going to hear a bit about this today. So this project has involved a range of partners from Australia, as you recognise, and from Cambodia and Laos, and has been supported by the Australian government through the Australian Centre for International Agricultural Research. So we thank them for their support. កម្មវិធីនៅថ្ងៃនេះគឺធ្វើយ៉ាងណាឲ្យលទ្ធផលនៃការសិក្សាស្រាវជ្រាវ8ឆ្នាំដែលមានអ្នកជំនាញយើងនៅក្នុងបន្ទប់នេះផ្ទាល់ក៏ដូចជាដៃគូពាក់ព័ន្ធដែលបានអនុវត្តជាមួយនឹងអ្នកសិក្សាស្រាវជ្រាវរបស់យើងនឹងបានមានឱកាសចែករំលែកបន្តហើយសង្ឃឹមថាក្នុងចំណោមអ្នកដែលបានឮអាចនឹងគិតគូរពិចារណាថាតើលទ្ធផលនៃការសិក្សានេះតើលើកទឹកចិត្តឲ្យគាត់ដាំស្មៅបន្តឬទេចា៎ មនុស្សត្រូវការចំណីអាហារសម្រាប់លូតលាស់យ៉ាងណាវិញដំណាំចំណីសត្វឬក៏ស្មៅហ្នឹងក៏វាត្រូវការសារធាតុចិញ្ចឹមត្រឡប់ទៅវិញដែរ បើសិនជាយើងមានដីស្រែច្រើនយើងអាចកាត់មកកង់ណាដាំស្មៅចំណីសត្វអញ្ចឹងទីមួយគឺយើងបានដូចសន្សំលុយអញ្ចឹងបើសិនជាមានហានិភ័យត្រូវការទិញម៉ាស៊ីនច្រូតទិញស្ទូងអីលក់គោ2 3ទិញបាន ការផលិតស្មៅហ្នឹងបើទោះបីថាគាត់ផលិតស្មៅចិញ្ចឹមខ្លួនឯងក៏ដោយការផលិតស្មៅលក់ក៏ដោយហ្នឹងគឺពិតជាមានសក្តានុពលហើយមានសក្តានុពលពិតប្រាកដអាចធ្វើទៅជាអាជីវកម្មបាន